ចង់ថតវីដេអូហើយមានរូបភាពដើរនៅខាងក្រោយបែបនេះតើគេធ្វើម៉េចតោះឥឡូវបើសិនជាបងចង់ដឹងអាច save វីដេអូមួយនេះទុកមើលពេលក្រោយទៀតបានខ្ញុំនឹងបង្រៀនបងពីរបៀបធ្វើពីដើមដល់ចប់មកបើសិនជាបងចង់បានប៊ិចដូចដែលខ្ញុំប្រើនៅក្នុងវីដេអូហ្នឹងបងអាចឆាតមកក្នុង page បានណាខ្ញុំក៏មានលក់ដែរមកក្នុងកម្មវិធី CapCut របស់យើងមកហើយបងកុំភ្លេច duplicate វីដេអូហ្នឹងជា2មកបងរកមើលពាក្យថា overlay ខាងក្រោមនេះហើយអូសវីដេអូមកដល់មុខកន្លែងហ្នឹងគឺខ្ញុំធ្លាប់បង្រៀនច្រើនវីដេអូមែនតើបើសិនជាបងអត់ទាន់អីអាចមើលវីដេអូមុនខ្ញុំបានបន្តមកយើងធ្វើការ remove background វាមកក្នុងវីដេអូហ្នឹងខ្ញុំបង្រៀនបងពីរបៀបដាក់វីដេអូផងដាក់ទាំងរូបភាពផងអញ្ចឹងចំណេញខ្លាំងមែនតើបងកុំភ្លេច save ទុកមើលពេលក្រោយទៀតត្រង់វីដេអូ background ហ្នឹងយើងអាចយកពីក្នុង library របស់ CapCut ផ្ទាល់ហ្មងក៏បានដែរឲ្យបងពិបាកទៅរកវីដេអូខាងក្រៅអីមកដាក់បងអាច search មើលទៅបើសិនជាយើងមានវីដេអូដែលយើងត្រូវជាមួយនឹងវីដេអូរបស់យើងហើយគឺយើងអាច save យកមកដាក់ភ្លាមៗហ្មងបើសិនជាអត់មានទេបងត្រូវតែ download ពីខាងក្រៅយកមកដាក់ដូចមុនអញ្ចឹងមកបងរកមើលពាក្យថា mask នេះមកដើម្បី blend វីដេអូដែលយើងបានដាក់ហ្នឹងឲ្យវាស៊ីជាមួយនឹងវីដេអូ background របស់យើងសញ្ញាព្រួយពណ៌សទូចហ្នឹងបើសិនជាបងទាញវាមកកាន់តែខ្លាំងឬក៏រូបភាពរបស់បងហ្នឹងគឺវាកាន់តែព្រិលកាន់តែ blur មកសិនជាបងឃើញវីដេអូរបស់យើងនៅខាងមុខអញ្ចឹងបងចូលរកមើលពាក្យថា layer បែបនេះមកយើងចុចពាក្យថា back មកគឺវីដេអូរបស់យើងវានឹងរត់ទៅខាងក្រៅ background កន្លែងនេះដើម្បីចង់ឲ្យវីដេអូឬក៏រូបភាពរបស់យើងរំកិលវាមកចំហៀងដូចក្នុងវីដេអូហើយយើងចុចលើ keyframe មួយមកធ្វើតាមដូចដែលខ្ញុំធ្វើនៅក្នុងវីដេអូហ្នឹងមកមកយើងទៅអូសវីដេអូខាងលើហ្នឹងដើម្បីឲ្យវារំកិលម្ដងតិចដោយសារតែវីដេអូហ្នឹងវែងពេកអញ្ចឹងខ្ញុំក៏កាត់ចោលកន្លែងណាដែលខ្ញុំអត់ចង់បានប៉ុណ្ណឹងមកគឺរួចរាល់ហើយដល់កន្លែងដាក់រូបភាពម្ដងដាក់រូបភាពហើយនឹងវីដេអូគឺដូចគ្នាធ្វើដូចដែលយើងដាក់វីដេអូមុនហ្នឹងអញ្ចឹងបន្ទាប់មកបងblurរូបភាពរបស់យើងមកបងចង់ទាញឲ្យវាឃើញប៉ុណ្ណាគឺបងទាញប៉ុណ្ណឹងមកចូល layer ហើយរូបភាពរបស់យើងហ្នឹងទៅក្រោយបំផុតសិនជាចង់ឲ្យរូបភាពរបស់យើងមានចលនាទាញរូបភាពរបស់យើងហៀងបែបនេះមកឆ្វេងស្ដាំតាមតែចិត្តបងមកយើងចុច keyframe អូសរូបភាពដូចដែលខ្ញុំធ្វើនៅក្នុងវីដេអូបែបនេះតបមកបងទាញរូបភាពនៅលើវីដេអូរបស់យើងមកមួយជំហៀងទៀតគឺរួចរាល់ហើយអរគុណ